ទម្រាំពីអ្នកខ្ញុំមកដល់កំពង់ស្ពឺម៉ោង 8 យប់ល្មមតន្ត្រីអកេសលាន់ទ្រហឹងពេញភូមិរកនិយាយស្ដាប់គ្នាមិនចង់បានខ្ញុំនិងអានុតដើរពីក្រោយអាហុងដែលជាប្អូនប្រុសម្ចាស់ដើមការដល់ផ្ទះដើមឈើធំមួយនៅរំលង 4-10 ផ្ទះពីផ្ទះការមើលពីចម្ងាយផ្ទះនេះមានអំពូលមិនសូវភ្លឺមួយទៀតក៏បំភ្លឺនៅខាងក្រៅនិងងងឹតឈឹងនៅខាងក្នុងដើរចូលទៅដល់មុខផ្ទះនេះមានរានទេវតាបញ្ឈរជាច្រើនខ្លះធ្វើរួចខ្លះនៅមិនទាន់លាបពណ៌អាហុងមិត្តខ្ញុំការរៀនវិទ្យាល័យនិយាយបណ្ដាដៃរាវរកកូនសោបោកទ្វារផ្ទះបណ្ដាផ្ទះនេះទុកចោលតាំងពីកុមារកងអញគាត់ទៅតែខូចតាំងពីពេលនោះមកគ្មានអ្នកនៅគ្មានអ្នកធ្វើរៀនទៅដាលក់តពីគាត់ទេពួកឯងបដូរកៅអៅហើយយប់នេះដេកនៅផ្ទះនេះមួយយប់សិនទៅចាំព្រឹកចាំទៅភ្នំពេញជាមួយគ្នាគ្រាន់តែឮថាផ្ទះនេះមានមនុស្សទើបតែស្លាប់ហើយគេទុកចោលទៀតនោះវាបានคล้ายទៅជាទីដ៏ព្រឺព្រួចរបស់អានុតមនុស្សពូកែខ្លាចនៅក្បែរខ្ញុំនេះដឹងតែដេកហើយអាណាទៅទាំងយប់នោះទេអញ្ចឹងពីអ្នកឯងទៅតាមក្រោយអញទៅរោងការមើលការខុសត្រូវវិញហើយនោះភួយខ្នាយដេកនៅនឹងហើយខ្ញុំរេភ្នែកមើលសពពេញផ្ទះនេះទោះជាគ្មានអ្នកនៅតែគ្រប់យ៉ាងថែរក្សាបានស្អាតតុទូរទស្សន៍ឈើច្រត់មួយនិងគ្រឿងសង្ហារឹមពីឈើប្រណិតមានទូឈើមួយឈរកណ្ដាលផ្ទះកំពុងតែទ្រជើងធូបពីកំប៉ុងជាប់ច្រកចូលទៅផ្ទះបាយរបស់របរទាំងនេះរៀបចំមានសណ្ដាប់ធ្នាប់និងមិនមានធូលីលើរងាបបន្តិចនោះឡើយអាហុងចុះចេញទៅពួកយើងក៏ចាប់ផ្ដើមបដូរខោអាវហើយក៏បានដើរពិនិត្យពេញផ្ទះនេះមានតែបន្ទប់មួយដែលជាប់សោបើកអត់ចេញយើងក៏បានដើរហួសដល់ផ្ទះបាយខាងក្រោយសំឡេងតន្ត្រីពីផ្ទះការនៅតែឮខ្លាំងបន្តិចមកក៏ឮសំឡេងមនុស្សជាច្រើនបានសូត្រធម៌ញាប់ស្រុះគ្នាកាន់តែផ្ទៀងស្ដាប់កាន់តែឮច្បាស់គេធ្វើអីសូត្រធម៌ទាំងយប់ថ្មនេះអានុតរអ៊ូស្អីគេហើយឮដែរមែនឮតាអកេសខ្លាំងប៉ុណ្ណឹងហើយនៅឮទៀតដឹងស្អីវាទេអាហុងទុកឯងចោលហើយទៅបាត់អាចង្រៃរវល់ស្អីវាឯងខំស្កាត់ពីភ្នំពេញមកពួកយើងបានចុះមកទាញទ្វារខ្ទប់វិញខ្ញុំដើរញាប់ជើងអានុតដើរផងរត់ផងពីក្រោយមកដល់រោងការអាហុងនាំយើងចូលទៅតុហើយណៃនាំមិត្តភ័ក្តិរៀននៅសាកលជាមួយនឹងវាអានេះទុកឯងចោលមកផឹកជាមួយនឹងមិត្តភ័ក្តិសាកលវាសោះខ្ញុំគិតក្នុងចិត្តផឹកត្រឹមតែមួយកំប៉ុងត្រឹមម៉ោង 10យើងសុំអាហុងត្រឡប់មកវិញវានៅចូលកែបបន្តហើយប្រាប់ឲ្យយើងដេកនៅផ្ទះជីតាវាសិនវាអត់បានទៅដេកជាមួយនោះទេអានុតបណ្ដើកេះខ្ញុំនិយាយបណ្ដើបើអាហុងអត់មកយើងមិនដេកតែ2នាក់ហើយទេបើមិន2នាក់មានណាទៀតតែអញចង់ទៅភ្នំពេញវិញព្រឹកជាប់ប្រជុំខ្លាចទៅអត់ទាន់ខ្ញុំឡើងដល់កំជិនដើរលើទាញទ្វារបើកឈួលក្លិនធូបវឹបពេញច្រមុះសំឡេងសូត្រធម៌ក៏បន្តឮរងំប្រណាំងនឹងតន្ត្រីការអានុតបានកេះខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់កន្ត្រាក់ខ្លួនដាក់វាមួយដៃភូមិពីរនាក់ខ្ញុំបានដើរមើលសពគ្រប់នៅក្នុងផ្ទះម្ដងទៀតដល់ខាងក្រោយខាងស្ដាំចង្ក្រានបាយខាងឆ្វេងបន្ទប់ទឹកអានុតដើរត្រិតពីក្រោយខ្ញុំដល់ផ្ទះបាយមើលផ្ទះនេះស្អាតមិនសមអាហុងទុកចោលទេស្ងាត់គ្មានសំឡេងឆ្លើយតបខ្ញុំក៏បានងាករេជុំវិញខ្លួនរកអានុតបាត់ឈឹងបាត់ស្រមោលអានុតអើយអានុតខ្ញុំស្រែកហៅច្បាស់មួយស្អីគេអញនៅនេះតើខ្ញុំបានចេញពីផ្ទះបាយដើរទៅមុខវិញតាមសំឡេងរបស់អានុត
ឯងមកតាំងពីថ្មណាអញនៅនឹងតើមានបានដើរទៅក្រោយតាមទេអាណូតឆ្លើយធ្វើហើយហាអញ្ចឹងអ្នកណាដើរពីក្រោយអញមិញទេគ្មានទេមានតែពីរនាក់អញមិនដឹងទេខ្ញុំមើលជុំវិញបរិវេណនៅក្នុងផ្ទះនេះដោយប្រុងប្រយ័ត្នជាងមុនក្រោមពន្លឺអំពូលម៉ែតមិនសូវជាច្បាស់មានរូបថតមួយសន្លឹកព្យួរជាប់ជញ្ជាំងអាណូតបានដើរទន្ទឹមខ្ញុំចូលទៅជិតមើលរូបថតបុរសចំណាស់ម្នាក់អាយុប្រហែល70ប្លាយសក់សពាក់អាវសពេជ្រនីសឈៀងស្មាមខាងដូចអាចារ្យទឹកមុខស្មើកៅភ្នែកសម្លឹងមកជើងយ៉ាងមុតខ្យល់ល្វើយពុបដូចមាត់អ្នករត់កាត់ពីក្រោយខ្នងធ្វើឲ្យខ្ញុំព្រឺដល់ឆ្អឹងខ្នងមួយរំពេចខ្ញុំរហ័សងាកក្រោយតាមសំឡេងក្ពាកដូចវត្ថុធ្ងន់ជ្រុះខ្ទររនាបអាណូតធ្វើមុខស្លើស្លន់ខ្ញុំយកដៃឆ្លីមុខខ្លួនឯងហេឯងធ្វើជ្រុះមែនឆាប់ខាប់ផេះចូលទៅក្នុងកំពង់ជើងធំនេះវិញភ្លាមខ្ញុំតបទៅអាណូតដែលនៅញញ័រស្លាប់ហើយមិនកើតទេកំពុងតែមានអារម្មណ៍មិនស្រួលផងថែមទាំងធ្វើឲ្យជើងធូបគេធ្លាក់បែបនេះទៀតខ្ញុំចត់មាត់តិចជាមួយនឹងមនុស្សដែលមានប្រវត្តិខុសគេដូចជាខ្ញុំកាលនោះចាស់តែងតែថាខ្ញុំមានក្រចៅខ្មោចលងជីតាខ្ញុំបែរជាថាខ្ញុំមានសំណាងអាចឃើញអ្វីដែលមនុស្សធម្មតាមិនអាចឃើញតែខ្ញុំមិនសប្បាយចិត្តនិងមិនចង់បានបែបនេះនោះទេអាណូតការប្រញាប់ដៃលើកដាក់ទៅលើទូឈើចំកណ្ដាលផ្ទះពួកយើងក៏បានដេកនៅមាត់ទ្វារប៉បសំឡេងឈើស្រួចដើរលើរនាបប៉បដូចជាមនុស្សកំពុងតែកាន់ឈើច្រត់ដើរអញ្ចឹងខ្ញុំនៅក្នុងភួយថ្មឹងចាំស្ដាប់តែសំឡេងខ្លាំងឡើងរនាបកាន់តែខ្ទរដូចជាមានសម្រាប់ជើងធ្វើចលនាពីក្រោយមកកន្លែងដែលពួកយើងកំពុងតែដេកខ្ញុំក្តាប់ភួយជាប់ហើយស្ទុះក្រោកមកអង្គុយវឹងពេលនោះក៏ស្រាប់តែស្ងាត់គ្មានអ្វីទាំងអស់អាណូតបានដកដង្ហើមកខុសនិងលាត់ភួយក្រោកតាមយើងទៅភ្នំពេញវិញឥឡូវទៅអីអាណូតនិយាយដើរដង្ហើមស្ទើរតែមិនដល់គ្នាពាក់កណ្ដាលត្រៀតហើយទ្រាំដេញបន្តិចទៀតទៅភ្លឺឥឡូវហើយខ្ញុំនិយាយធូរទេតែបេះដូងវិញគឺលោតចង់ចេញពីទ្រូងហើយថែមទាំងព្រឹកក្បាលខ្ញាក់ទៀតផងពួកយើងបានប្រាស់ខ្លួនដេកស្មើគ្នាសំឡេងតន្ត្រីការត្រូវបានបញ្ចប់នៅឡើយតែម្ដងមានសំឡេងសូត្រធម៌ខ្លាំងក្លិនធូបក្លិនទៀនពេញច្រមុះដូចជាមានគេកំពុងតែសូត្រមន្តនៅលើផ្ទះនេះណាខ្ញុំនៅតែសំងំនៅក្នុងភួយរួញជើងក្រវៀនចូលគ្នាមិនហ៊ានកំរើកបែកញើសជោកដូចជាគេចាក់ទឹកបន្ទាប់មកក៏មានសំឡេងមនុស្សអ៊ូអចចេកចចាយសម្បំណាស់សំឡេងច្រាវចានឆ្នាំងទង្គិចគ្នានៅផ្ទះបាយខាងក្រោយបន្តិចមកក៏មានក្លិនក្រអូបបាយឆ្អិនសម្លភាឈ្ងុយបន្ទាប់មកមានសំឡេងមនុស្សអ៊ូអចចេកចចាយសម្បំណាស់សំឡេងច្រាវចានឆ្នាំងប៉ះទង្គិចគ្នានៅក្នុងផ្ទះបាយខាងក្រោយបន្តិចមកក្លិនក្រអូបបាយឆ្អិនសម្លភាឈ្ងុយខ្ញុំក៏បានស្រូបខ្យល់ពេញពោះស្ទុះអង្គុយវឹងធ្វើឲ្យអាណុតស្ទុះស្ទាតាមមកម្ដងទៀតស្ថានភាពនេះមិនអាចសំងំស្ងៀមទាល់តែភ្លឺបាននោះទេរូបភាពខ្មោចព្រាយនៅក្នុងខ្សែភាពយន្តនិងអ្វីៗដែលចម្លែកដែលខ្ញុំធ្លាប់តែបានឃើញកាលពីក្មេងដណ្ដើមគ្នាផុសពេញការចងចាំរបស់ខ្ញុំតែខ្ញុំនៅស្មារតីនឹងណូជាងអាណុតរាវរកទូរស័ព្ទជិតខ្លួនខលទៅអាហុងឲ្យវាមកដេកបានជាគ្នាអាឡូអាហុងមកផ្ទះកងហើយបន្តិចមកខ្ញុំនិយាយសំឡេងខ្លាំងហ៊ីអត់ទៅទេសំឡេងស្រវឹងជោករបស់អាហុងធ្វើឲ្យខ្ញុំក្តៅស្លឹកត្រចៀកបាត់ខ្លាចមួយខណៈឯងមកក៏មិនមក
សំឡេងម៉ាត់របស់ខ្ញុំបានធ្វើឲ្យអានុតងាកមើលមុខខ្ញុំទឺតឺតខ្សែទូរស័ព្ទរបស់អាហុងត្រូវបានកាត់ផ្ដាច់ខ្ញុំមើលម៉ោងលើអេក្រង់ទូរស័ព្ទគឺម៉ោង1រំលងអាត្រៀតអាឆាយយើងទៅភ្នំពេញវិញទៅអញមិនស្រណុកខ្លួនទេម្ដងក្លិនធូបម្ដងក្លិនម្ហូបខ្ញុំមិនតបអានុតបន្តដូចជាមានអារម្មណ៍ថាមិននៅតែពីរនាក់យ៉ាងម៉េចទេដូចមានជនទី3នៅក្នុងផ្ទះនេះកំពុងតែឃ្លាំមើលគ្រប់សកម្មភាពរបស់ពួកយើងអានុតនិយាយទាំងភ្នែកសក់ក្បោះងាកមើលឆ្វេងមើលស្ដាំដូចជាមន់ព្រៃមិនមែនជនទី3អីទេគឺពេញមួយផ្ទះតែម្ដងខ្ញុំតបទៅអានុតចុះមកដល់ដីភ្លាមទ្វារផ្ទះវាយផ្ទប់ផ្ទាំងស្វ័យប្រវត្តិខ្ញុំមើលមុខអានុតរត់ឡើងម៉ូតូភ្លាមតាមផ្លូវស្ងាត់ណាស់មានតែម៉ូតូយើងជិះមួយផ្លូវម្នាក់ឯងផ្ទះអ្នកស្រុកតាមផ្លូវបិទភ្លើងលាក់ខ្លួនក្រោមសន្សាមត្រជាក់តែមេឃមិនសូវងងឹតត្បិតមានច័ន្ទមួយចំហៀងជួយបំភ្លឺខ្លះៗខ្យល់ត្រសៀកព្រឺដល់ឆ្អឹងខ្នងរងាសឹងដាច់ពោះវៀនអានុតរងាងឺញ័រថ្កៀមពីក្រោយខ្នងខ្ញុំជីបានមួយស្របក់ធំសំឡេងក្រាក់លាន់ឡើងអាចច្រវាក់មកលាន់អីពេលហ្នឹងខ្ញុំរអ៊ូទៅមុខមិនដល់ថយក្រោយក៏មិនកាត់ទេអាឆាយជីបែបនេះទៅអានុនិយាយញ័រឃើញមានភ្លើងអំពូលពណ៌សជះមកលើផ្លូវនៅខាងមុខមិនឆ្ងាយពីយើងទោះវាភ្លឺមិនសូវខ្លាំងតែវាច្បាស់ក្នុងភាពងងឹតលើផ្លូវនេះខ្ញុំមានសង្ឃឹមជិះទៅដល់ជាផ្ទះដែលជាងជួសជុលម៉ូតូត្រូវម៉ាច់អានុតមានផ្ទះគេធ្វើម៉ូតូឲ្យគេមើលច្រវាក់ម៉ូតូយើងមើលខ្ញុំនិយាយទាំងអភើតតែមិនទាន់ស្រណុកចិត្តខ្ញុំឈប់នៅផ្ទះជាងឲ្យគេមើលឲ្យអានុតទិញទឹកសិតពីដបមកទុកផឹកតាមផ្លូវចេញពីផ្ទះជាងមិនដល់100ម៉ែត្រផងសំឡេងច្រវាក់ក៏បានលាន់លឺខ្លាំងទៅខ្ញុំបង្អន់ម៉ូតូងាកក្រោយចង់ត្រឡប់ឲ្យជាងមើលម្ដងទៀតតែងងឹតឆឹងគ្មានផ្ទះជាងធ្វើម៉ូតូទៀតនោះទេមានតែព្រៃខ្ពស់ទាបដុះតាមផ្លូវគ្មានផ្ទះអ្នកស្រុកមួយខ្ញុំព្រឺក្បាលខ្ញាក់ញ័រដៃជើងទប់ចំកូតស្ទើរតែមិនចង់កើតអានុតលើកថង់ដែលកំពុងយួរទឹកមើលស្រាប់តែឃើញថាគឺគ្មានទឹកនោះទេដបមានទឹកត្រជាក់คล้ายជាស្បង់កក្រិចច្រកដបទៅទេពីដបអានុតប្រឡែងដៃបោះចោលខ្ពកខិតខ្លួនមកអោបខ្ញុំជាប់ភ្លើងម៉ូតូពណ៌លឿងស្រាលរបស់ខ្ញុំទម្លុះស្បៃអន្តរកាលតាមផ្លូវចាំងឲ្យឃើញសត្វវែងយ៉ាងនៅកណ្ដាលផ្លូវគឺដូចជាសត្វកណ្ដុរជិះកាន់តែជិតវាកាន់តែរីកខ្លួនធំទៅខ្ញុំក៏បានរេចង្កូតកិច្ចសឹងតែមិនទាន់រំពេចនោះក៏មានឡានពេទ្យមួយគ្រឿងបើកជឿតតាមទិសស្រាប់ជាមួយនឹងម៉ូតូរបស់ខ្ញុំឡានបានបើកដល់ស្របគ្នាពេទ្យអង្គុយខាងមុខអើតក្បាលមុខមើលពួកយើងអាពីរអ្នកនេះជិះម៉ូតូភ្លើប៊ីសបុកគល់ឈើងាប់ខ្ញុំងាកទៅមើលតាមសំឡេងគឺពេទ្យដែលនិយាយថាឲ្យពួកយើងគាត់គ្មានភ្នែកទេឡានចេះតែបន្តលឿនទៅមុខរហូតរលាយបាត់នៅក្នុងទីងងឹតខ្ញុំស្រាវខ្លួនញ័រដៃញ័រជើងគ្រប់គ្រងស្ទើរតែមិនបានអានុតចេះតែអោបខ្ញុំពីក្រោយជាប់ញ័រមាត់តតាទឺតខ្ញុំភ្ញាក់សឹងតែលោតចោលម៉ូតូស៊ីផ្លេឡាននៅខាងក្រោយរបស់ខ្ញុំអែបគៀនជ្រុលស្ទើរតែធ្លាក់ផ្លូវវក់វីមិនដឹងទិសអាឆាយមានមនុស្សនៅខាងមុខយើងមានសង្ឃឹមហើយខ្ញុំឆ្លុះមុខឃើញមនុស្សម្នាអ៊ូអរឈូឈរនៅខាងមុខជិះកាន់តែជិតដល់ម៉ូតូចង់រលត់ទឹកម៉ូតូរលត់ឈប់ស្ងៀមមើលឆ្វេងមើលស្ដាំគឺឃើញផ្ទះឈើធំមួយមានមនុស្សកោះកពេញលើផ្ទះកំពុងតែធ្វើពិធីអ្វីមួយទាំងកណ្ដាលយប់ផ្ទះនេះមានរានទេវតាបញ្ឈរដាក់លក់មុខផ្ទះត្រៀបត្រាផ្ទះនេះដូចជាផ្ទះកុងអាហុកអានុតឆោឡោភ្ញាក់ផ្អើលជិះទៅវិញទៅមកជាកន្លែងដដែលមិនកើត
តែមានមនុស្សច្រើនតាជងចូលទៅសាកសួរសិនមើលខ្ញុំចុះពីលើម៉ូតូហើយអូសម៉ូតូមិនដាច់ចូលអានុតនៅអេះអញរេរងពួកយើងក៏បានឡើងមកដល់ខាងលើគឺមានព្រះសង្ឃកំពុងតែសូត្រធម៌រងចាំចាស់ស្ដាប់យ៉ាងស្ងៀមស្ងាត់និងមានរូបថតតាចាស់ម្នាក់ផ្អែកមុខជើងធូបមើលទៅដូចជាប្រហែលចាស់ស្ដាប់ធម៌មិនរវល់នឹងវត្តមានរបស់យើងទាំងពីរនាក់ឡើយខ្ញុំដើរអោនចូលទៅអង្គុយខាងក្រោយគេខ្ញុំដឹងថាអានុតមិត្តខ្ញុំពូកែភ័យណាស់ពូកែឆោឡោវាខ្លាចវាឧស្សាហ៍មើលមុខខ្ញុំដោយមិនស្រណុកចិត្តខ្ញុំរំពេចរកមើលអាហុងតែមិនឃើញវាសោះរំពេចនោះខ្ញុំក៏បានភ្ញាក់ព្រឹតដោយគេកន្ត្រាក់ដោយសារតែនៅសុកចាស់ផ្ដាំសោតស្រស់គ្នាខ្លាំងទៅសឹងតែបែកត្រចៀកខ្លាំងណាស់ចេញក្រៅសិនអីខ្ញុំនិយាយល្មមអានុតស្ដាប់ឮអានុតងក់ក្បាលខ្ញុំក្រោកដើរអោនគោរពចាស់កំពុងតែអង្គុយដើរចិត្តដល់មាត់ទ្វារផាំងខ្ញុំភ្ញាក់ក្រញាំងទ្វារបិទផាំងនៅចំពោះមុខទាំងមិនទាន់បានចុះទៅស្ងាត់ឈឹងសំឡេងសូត្រធម៌ក៏ស្ងាត់ជ្រាបអានុតមុខសស្លាំងសម្លឹងមើលខ្ញុំកំពុងតែញាប់ញ័រពួកឯងចង់ទៅណាសំឡេងមនុស្សចាស់លាន់មកដោយគ្មានប្រភពខ្ញុំនៅស្ងៀមទាំងបែកញើសជោគថ្ងាសងាកក្រោយបាត់ព្រះសង្ឃបាត់ចាស់នៅលើផ្ទះមានតែខ្ញុំពីរនាក់អានុតកំពុងតែភ្នែកនៅកញ្ចឹងកងសំឡេងនៅបន្លឺជាថ្មីខ្ទប់ពេញផ្ទះដោយមិនដឹងមកពីទិសខាងណានោះទេដាក់កន្លែងដាំវិញសំឡេងបន្លាយវែងខ្សើនិយាយដដែលស្ដាប់គួរឲ្យព្រឺរោមខ្លាំងណាស់ខ្ញុំបានសម្លឹងអានុតដល់ងើឆ្ងល់ញាប់ញ័រផិតភ័យមិនចាញ់វានោះទេតែខ្ញុំបានធ្វើជារឹងប៉ឹងកុំឲ្យវាកាន់តែភ័យព្រោះវាមកនេះបានអាងខ្ញុំបើខ្ញុំឆោឡឡោទៀតតើវានឹងពឹងអ្នកណាបានខ្ញុំបានបន្លឺតិចកន្លែងដើមអីអញចង់ទៅភ្នំពេញវិញអាឆាយដៃអានុតត្រជាក់ស្រេបដូចទឹកកកចាប់ដៃខ្ញុំអង្រួនយើងយកអីគេយើងដាក់អីកន្លែងដើមអានុតអត់ទេយើងទៅភ្នំពេញវិញឥឡូវខ្ញុំរហ័សអង្រួនទ្វារឈើមុំណែនជួយផងបើកទ្វារសំឡេងបើកទ្វារលឺសូខ្វាខ្ញុំបញ្ឈប់ហើយងាកក្រោយតាមសំឡេងជ្រុះគឺកំប៉ុងជើងធូបលើតុទូឈើកណ្ដាលផ្ទះបានជ្រុះដោយឯងខ្ញុំបានថយក្រោយរហូតដល់ទល់ខ្នងនឹងទ្វារអានុតចូលកាន់តែគៀកខ្ញុំដកដង្ហើមស្រូបពេញពោះបន្ធូរមកវិញខ្សាកមុននេះឃើញឯងធ្វើជ្រុះម្ដងមែនអត់អានុតញ័រមាត់គឺអញគឺអីឯងធ្វើអីខ្ញុំជ្រួញចិញ្ចាមអានុតរដេបរដប់ពេលនោះឈរមើលរូបថតជាមួយឯងមើលកាន់តែយូរតានឹងញាក់ចិញ្ចាមដាក់អញភ័យបែរខ្នងរត់បែរមកប៉ះទូមួយនឹងវាមកទំហឹងជ្រុះមកអញអត់ដឹងទេអញរើសដោតវិញមិនសល់ជើងធំមួយសរសៃទេអញដាក់កន្លែងដាំវិញហើយខ្ញុំតាំងស្មារតីដើរយឺតទៅមុខទូអោនរើសកំប៉ុងជើងធូបដែលទៅពីជ្រុះបាត់អំមិញឡើងទាំងញ័រដៃទៅត្រើតខ្ញុំក៏បាននិយាយតិចលោកតាកូនចៅគ្មានចេតនាទេខ្ញុំមកល្អខ្ញុំគ្រាន់តែមកសុំស្នាក់អាស្រ័យទីនេះមួយយប់តែប៉ុណ្ណោះអាហុងក៏វាយល់ព្រមឥឡូវខ្ញុំបានដាក់របស់របរវិញហើយគឺកូនចៅសុំទៅផ្ទះវិញហើយខ្ញុំមានអារម្មណ៍ថាជីតារបស់ខ្ញុំនៅក្បែរខ្ញុំក្រោកឡើងលើកដាក់លើទូបែរក្រោយតាមសំឡេងងឺតក្រោយខ្នងទ្វារបើកងឺតដោយខ្លួនឯងអានុតអស់ភើតអាឆាយទ្វារបើកហើយទៅភ្នំពេញវិញខ្ញុំឮសំឡេងជីតាខ្ញុំតិចតាណាមកណាស្នាក់នៅផ្ទះគេត្រូវសុំម្ចាស់ផ្ទះគេផងរាល់បញ្ហាឲ្យតែយើងធ្វើចិត្តឲ្យនឹងណកុំចាញ់ប្រៀបលើវាប្រឈមមុខដោយការតាំងចិត្តមិនត្រូវភ័យខ្លាចឬមិនត្រូវភ្ញាក់ផ្អើលឈូឆរខ្ញុំជឿថាយើងនឹងអាចដោះស្រាយវាចេញមិនខាន